សម្ដេចតេជោហ៊ុនសែនអនុញ្ញាតឲ្យប្រតិភូសមាជិកប្រទេសសភាសហព័ន្ធម៉ាឡេស៊ីដឹកនាំដោយឯកឧត្តមដាតុកវីរ៉ាដុកទ័រម៉ូហាត់ថាប៊ីនអឹមដេរ៉ាំលីចូលជួបសម្ដែងការគួរសមនៅវិមានព្រឹទ្ធសភានៅវិមានព្រឹទ្ធសភានៃរុស្ស៊ីថ្ងៃប្រហោះ10កើតខែអសុជិឆ្នាំអសាញ់សប្តាហ៍ស័កពុទ្ធសករាជ2569ត្រូវនៅថ្ងៃទី2ខែតុលាឆ្នាំ2025សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជាអនុញ្ញាតឲ្យប្រតិភូសមាជិកព្រឹទ្ធសភាសហព័ន្ធម៉ាឡេស៊ីដឹកនាំដោយឯកឧត្តមដាតុកវីរ៉ាដុកទ័រម៉ូហាត់ថាប៊ីនអឹមដេរ៉ាំលីចូលជួបសម្ដែងការគួរសមនៅវិមានព្រឹទ្ធសភាយោងតាមឯកឧត្តមជាធិរិទ្ធអ្នកនាំពាក្យព្រឹទ្ធសភានៅក្នុងជំនួបនេះសម្ដេចតេជោហ៊ុនសែនបានសម្ដែងនៅការស្វាគមន៍ចំពោះប្រតិភូរបស់សហព័ន្ធសភាសន្តិភាពពិភពលោកដែលអញ្ជើញមកបំពេញបេសកកម្មនៅក្នុងព្រះរាជាណាចក្រកម្ពុជានិងបានចាត់ទុកវត្តមានរបស់ប្រតិភូសហព័ន្ធសភាសន្តិភាពពិភពលោកមកកាន់កម្ពុជានៅពេលនេះនឹងធ្វើឲ្យទំនាក់ទំនងរវាងសហព័ន្ធសភាសន្តិភាពពិភពលោកជាមួយនឹងស្ថាប័ននីតិបញ្ញត្តិនៅក្នុងព្រះរាជាណាចក្រកម្ពុជានិយាយជារួមការពង្រឹងទំនាក់ទំនងបន្ថែមទៀតរវាងកម្ពុជាជាមួយនឹងម៉ាឡេស៊ីឲ្យកាន់តែមានភាពល្អប្រសើរនៅក្នុងឱកាសនោះម៉ូហាត់ថាបានសម្ដែងការអរគុណចំពោះសម្ដេចតេជោដែលបានអនុញ្ញាតឲ្យឯកឧត្តមនិងប្រតិភូបានជួបសម្ដែងការគួរសមនៅថ្ងៃនេះហើយឯកឧត្តមក៏បានលើកឡើងនៅក្តីរីករាយដែលបានជួបសម្ដេចតេជោសារជាថ្មីហើយបានសរសើរអំពីភាពជាអ្នកដឹកនាំរបស់សម្ដេចតេជោដែលកន្លងទៅបានដឹកនាំប្រទេសកម្ពុជាឲ្យមានការរីកចម្រើនជាបន្តបន្ទាប់ឯកឧត្តមនិងប្រតិភូគឺរីករាយនឹងរងចាំស្ដាប់នៅការចែករំលែកបទពិសោធន៍ប្រកបដោយគតិបណ្ឌិតពីសម្ដេចតេជោដែលមានបទពិសោធន៍ដ៏ច្រើននៅក្នុងអាជីពជាអ្នកនយោបាយជាអ្នកដឹកនាំនាពេលកន្លងមកសម្ដេចតេជោក៏បានលើកឡើងដោយបានចែករំលែកអំពីស្ថានភាពរបស់ប្រទេសកម្ពុជាកាលពីអតីតកាលជាពិសេសការដឹកនាំរបស់សម្ដេចតេជោដែលនាំកម្ពុជាចេញពីរបបប្រល័យពូជសាសន៍និងការធ្វើឲ្យកម្ពុជាទទួលបាននូវសុខសន្តិភាពនៅឆ្នាំ1498ដែលបញ្ចប់ទាំងស្រុងនៅសង្គ្រាមស៊ីវិលរហូតដល់ប្រទេសមានការអភិវឌ្ឍរីកចម្រើនជាបន្តបន្ទាប់ដល់សព្វថ្ងៃនេះបច្ចុប្បន្នកម្ពុជាមានមេដឹកនាំថ្មីដែលជាអ្នកជំនាន់ក្រោយកំពុងតែដឹកនាំប្រទេសយ៉ាងស្វាហាប់និងដើរយ៉ាងលឿនក្នុងការបំពេញនូវការដឹកនាំសម្រាប់ឲ្យប្រទេសកម្ពុជារីកចម្រើនទៅមុខទៀតនៅក្នុងឱកាសនោះសម្ដេចតេជោក៏បានចែករំលែកពីបញ្ហាប្រឈមនៅពេលបច្ចុប្បន្នរវាងបញ្ហាព្រំដែនកម្ពុជានិងថៃសម្ដេចតេជោបានពន្យល់អំពីរឿងរ៉ាវនៃការកាត់ឡើងហើយនឹងបញ្ហាប្រឈមនៅពេលបច្ចុប្បន្ននិងកំពុងតែឈានទៅរកការធ្វើយ៉ាងណាឲ្យមានដំណោះស្រាយវិលមករកផ្លូវក្តីឡើងវិញដែលជាជំហររបស់កម្ពុជាអ្វីដែលកម្ពុជាចង់បានគឺការរក្សានៅបទឈប់ឆែនឲ្យបាននិងដោះស្រាយបញ្ហាឈានទៅរកដំណោះស្រាយមួយវិលមករកប្រក្តីឡើងវិញដែលប្រទេសទាំងពីរធ្លាប់មានកន្លងទៅជាមួយគ្នានេះសម្ដេចតេជោក៏បានអរគុណចំពោះទួនាទីដ៏សកម្មរបស់ម៉ាឡេស៊ីនៅក្នុងការសម្របសម្រួលដោះស្រាយបញ្ហាព្រំដែនរវាងកម្ពុជានិងថៃជាពិសេសសម្ដេចតេជោក៏បានអរគុណចំពោះឯកឧត្តមអាន់វ៉ាអ៊ីប្រាហ៊ីមដែលបានបំពេញទួនាទីយ៉ាងរហ័សនិងលឿនក្នុងការសម្របសម្រួលដោះស្រាយបញ្ហាព្រំដែនរវាងកម្ពុជានិងថៃឱកាសនោះឯកឧត្តមសមាជិកប្រតិសភារបស់ម៉ាឡេស៊ីដែលជាប្រធានប្រតិភូបានសម្ដែងនូវការអរគុណចំពោះសម្ដេចតេជោដែលបានចែករំលែកនិងពន្យល់យ៉ាងក្បោះក្បាយនិងគ្រប់ជ្រុងជ្រោយពីទេសភាពនៅក្នុងព្រះរាជាណាចក្រកម្ពុជាពីអតីតកាលនិងទេសភាពនៃបញ្ហាវិវាទព្រំដែនរវាងកម្ពុជានិងថៃនៅពេលបច្ចុប្បន្នឯកឧត្តមសង្ឃឹមថាវិវាទព្រំដែនរវាងប្រទេសទាំងពីរនឹងអាចដោះស្រាយបានដោយសន្តិភាពខាងមុខហើយសង្ឃឹមថាសន្តិភាពនឹងកើតមានឡើងវិញសម្រាប់ប្រទេសទាំងពីរជាមួយគ្នានេះឯកឧត្តមក៏បានរំលេចដោយសរសើរអំពីភាពរីកចម្រើននិងការអភិវឌ្ឍនៅក្នុងប្រទេសកម្ពុជាជាពិសេសឯកឧត្តមពិតជាមានសំណាងដែលបានធ្វើដំណើរចុះតាំងនៅអាកាសយានដ្ឋានអន្តរជាតិតេជោដែលជាអាកាសយានដ្ឋានថ្មីរបស់កម្ពុជាដែលមានភាពធំទូលាយដែលបញ្ជាក់ពីភាពរីកចម្រើនរបស់កម្ពុជាឯកឧត្តមក៏បានសរសើរអំពីភាពរីកចម្រើននៅទីក្រុងភ្នំពេញដែលមានការអភិវឌ្ឍរីកចម្រើនពីមួយឆ្នាំទៅមួយឆ្នាំជាពិសេសផ្នែកសេដ្ឋកិច្ចពាណិជ្ជកម្មរបស់ប្រទេសកម្ពុជាតែម្ដងជាចុងក្រោយសម្ដេចតេជោហ៊ុនសែនបានជូនពរឯកឧត្តមម៉ូហាត់ថានិងប្រតិភូបំពេញបេសកកម្មនៅព្រះរាជាណាចក្រកម្ពុជាប្រកបដោយភាពជោគជ័យ